មុនពេលមេឃភ្លឺឡើងដោយភ្លើងមីស៊ីលមុនពេលយន្តហោះចម្បាំងបំបែកខ្យល់ឆ្លងព្រំដែនការសម្រេចចិត្តមួយត្រូវបានធ្វើក្នុងបន្ទប់សន្តិសុខដែលគ្មានបង្អួចសម្រាប់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកសំណួរមិនមែនថាតើវាត្រូវឬអត់ទេសំណួរពិតគឺតើយើងអាចរងចាំបានប៉ុន្មានថ្ងៃទៀតគោលដៅគឺអេរ៉ង់ជាប្រទេសដែលត្រូវបានពិព័រណ៍នានាថាកំពុងឈានដល់កម្រិតសមត្ថភាពនុយក្លេអ៊ែរនិងកំពុងពង្រីកឥទ្ធិពលយោធាតាមបណ្ដាក្រុមជំនួសនៅទូទាំងមជ្ឈមបូព៌ាក្នុងភាសាយុទ្ធសាស្ត្រវាមិនមែនជាការវាយប្រហារធម្មតាទេវាគឺជាការគណនាហានិភ័យរវាងគ្រោះថ្នាក់នៅថ្ងៃនេះនិងគ្រោះថ្នាក់នៅថ្ងៃស្អែកហើយពេលវេលាគឺជាអាវុធដ៏សំខាន់បំផុតក្នុងវិស័យយោធាមានពាក្យមួយឃ្លាហៅថា Nuclear Threshold State ប្រទេសមួយដែលមិនទាន់ប្រកាសថាមានអាវុធនុយក្លេអ៊ែរប៉ុន្តែមានសមត្ថភាពផលិតក្នុងរយៈពេលខ្លីអ៊ីស្រាអែលជឿថាអេរ៉ង់កំពុងឈានដល់ដំណាក់កាលនោះយុទ្ធសាស្ត្រដែលត្រូវបានប្រើគឺវាយមុនពេលគូប្រជែងដល់សមត្ថភាពដែលមិនអាចទប់ស្កាត់បានក្នុងទ្រឹស្ដីសន្តិសុខអ្នកជំនាញជឿថាប្រសិនបើប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរដូចគ្នានោះការទប់ស្កាត់គ្នានឹងคล้ายជាស្ថានភាពដែលគេហៅថាការបំផ្លាញគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដមានន័យថាប្រសិនបើភាគីណាមួយរងការវាយប្រហារភាគីម្ខាងទៀតអាចវាយតបវិញបានដល់កម្រិតដែលអ្នកទាំងពីរអាចខូចខាតធ្ងន់ធ្ងរប៉ុន្តែបញ្ហាមិនត្រឹមតែនុយក្លេអ៊ែរទេអេរ៉ង់មានបណ្ដាញដែលគេហៅថា Forward Defense Strategy គាំទ្រដោយក្រុម Hezbollah ដើម្បីបង្កសម្ពាធច្រើនទិសលើអ៊ីស្រាអែលនៅក្នុងយុទ្ធសាស្ត្រនេះគឺ Multi-front risk គ្រោះថ្នាក់ពីជួរមុខច្រើនសម្រាប់សហរដ្ឋអាមេរិកក៏មានមូលដ្ឋានយោធាជាច្រើននៅតំបន់ដែលអាចក្លាយជាគោលដៅនៃមីស៊ីលរយៈចម្ងាយឆ្ងាយប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថាវាយប្រហារដែលមានភាពច្បាស់លាស់និងជ្រើសរើសគោលដៅយ៉ាងតឹងរ៉ឹងលើយោធានិងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែរយុទ្ធសាស្ត្រនេះផ្អែកលើ3គោលការណ៍ល្បឿនវាយឲ្យឆាប់រហ័សមិនឲ្យគូប្រជែងមានពេលរៀបចំនិងវាយតបវិញភាពច្បាស់លាស់ជ្រើសរើសគោលដៅយ៉ាងត្រឹមត្រូវដើម្បីកាត់បន្ថយការខូចខាតនិងប៉ះពាល់ដល់ជនស៊ីវិលផ្ញើសារបង្ហាញសមត្ថភាពនិងការត្រៀមខ្លួនដើម្បីផ្ញើសារព្រមាននិងបង្កើនការទប់ស្កាត់ទៅកាន់ភាគីផ្សេងៗក្នុងតំបន់នេះមិនមែនជាការបដូររបបទេប៉ុន្តែជាការកាត់បន្ថយសមត្ថភាពយោធានិងបង្កើនការគំរាមកំហែងការវាយប្រហារនេះបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសនៅអេរ៉ង់ជាច្រើនរយនាក់សម្រាប់សហរដ្ឋអាមេរិកមានការខូចខាតមូលដ្ឋានយោធាមួយចំនួននិងយោធាស្លាប់ក្នុងការវាយតបវិញអ៊ីស្រាអែលដែលរងការវាយប្រហារពីមីស៊ីលនិងដ្រូនបណ្ដាលឲ្យមានអ្នករងរបួសនិងខូចខាតទ្រព្យសម្បត្តិជំហាននៃការកើនឡើងនៃចំនួនមានច្រើនកម្រិតចាប់ពីការប៉ះទង្គិចតូចៗរហូតដល់សង្គ្រាមទូលំទូលាយប្រសិនបើភាគីណាមួយឆ្លងកាត់អ្វីមួយដែលគេចាត់ទុកថាជាបន្ទាត់ក្រហមមានន័យថាឆ្លងកាត់កម្រិតដែលមិនអាចទទួលយកបាននោះចំនួនអាចនឹងកើនឡើងពីការវាយប្រហារកំណត់គោលដៅតូចៗទៅជាសង្គ្រាមក្នុងតំបន់យ៉ាងទូលំទូលាយក្នុងស្ថានភាពបែបនេះការឆ្លើយតបមួយជំហានអាចនាំទៅកាន់ការឆ្លើយតបជាបន្តបន្ទាប់ហើយបន្តឡើងជាខ្សែច្រវាក់ដែលពិបាកគ្រប់គ្រងគ្រោះថ្នាក់មួយទៀតគឺសេដ្ឋកិច្ចច្រកសមុទ្រហោមូសជាចំណុចទីតាំងភូមិសាស្ត្រសារៈសំខាន់ខ្លាំងសម្រាប់ចរាចរណ៍ឬការដឹកជញ្ជូនប្រេងសម្រាប់ពិភពលោកសម្រាប់ការរំខានតម្លៃប្រេងកើនឡើងទីផ្សារហិរញ្ញវត្ថុនឹងរញ្ជួយប្រទេសនាំចូលប្រេងក្នុងតំបន់អាស៊ីនឹងរងផលប៉ះពាល់ភ្លាមៗសម្រាប់អ៊ីស្រាអែលនិងអាមេរិកនេះគឺជាការវាយប្រហារដើម្បីទប់ស្កាត់ហានិភ័យមុនពេលវាធំជាងនេះសម្រាប់អ៊ីរ៉ង់គឺជាការរំលោភដែនអធិបតេយ្យភាពនិងការប្រកាសសង្គ្រាមសម្រាប់ពិភពលោកវិញនេះគឺជាការសាកល្បងដ៏ធំបំផុតនៃគោលការណ៍ទប់ស្កាត់ការវាយប្រហារមុនដើម្បីការពារនិងការគោរពច្បាប់អន្តរជាតិសំណួរចុងក្រោយមិនមែនថាតើនរណាជាអ្នកឈ្នះប៉ុន្តែតើតុល្យភាពអំណាចថ្មីនឹងមានរូបរាងយ៉ាងដូចម្តេច